សួស្តីបងប្អូនអរគ្នាថ្ងៃនេះយើងយករឿងរបស់បងស្រីម្នាក់នៅភ្នំពេញវិញម្ដងបងស្រីគឺជាអ្នកនៅតាមទីរួមខេត្តទេប៉ុន្តែគាត់ត្រូវឡើងមកធ្វើការបម្រើខាងមីក្រូហិរញ្ញវត្ថុមួយកន្លែងនៅរាជធានីភ្នំពេញហើយខ្ញុំក៏បាននិយាយថាគាត់ធ្វើការខាងមីក្រូហិរញ្ញវត្ថុអ្វីនោះដែរឬក៏ធ្វើការខាងក្រុមហ៊ុនឯកជនអ្វីនោះដែរបងប្អូនគ្នាបាទគាត់ធ្វើការនៅខាងក្រុមហ៊ុនខ្ញុំសូមប៉ុនបងប្អូនឲ្យជួយចុច channel របស់ខ្ញុំម្នាក់មួយផងបងប្អូនទាំងនេះបងប្អូនគាត់តែចូលទៅ channel YouTube តមកបងប្អូនរកកន្លែង search ឈ្មោះរបស់ខ្ញុំបាទឈ្មោះណាទីអក្សរអង់គ្លេសនិងអក្សរខ្មែរបងប្អូនទាំងនេះបាទបន្ទាប់មកបងប្អូនទៅវាចេញមកហើយបាទខ្ញុំនេះឯងនេះបាទជា channel YouTube របស់ខ្ញុំបងប្អូនជួយចុចបាទជួយចុច channel YouTube របស់ខ្ញុំសាច់មួយមកតមកបងប្អូនចុចលើសញ្ញាកណ្ដឹងនេះឯងបងប្អូនលោកបងប្អូននឹងទទួលបានវីដេអូថ្មីៗពីខ្ញុំជារៀងរាល់ថ្ងៃមួយនេះជាអស់រយៈពេលជា 4-5 ឆ្នាំមកហើយគាត់និយាយបែបហ្នឹងណាបាទអញ្ចឹងបងស្រីគាត់អត់ទាន់មានគ្រួសារទេគាត់និយាយថាគាត់តាំងពីគាត់រៀនចប់មកគាត់រវល់តែការងារការរកស៊ីតែប៉ុណ្ណោះហើយនឹងធ្វើការងារហ្នឹងឯងគាត់មិនទាន់គិតគូរពីគ្រួសារទេអញ្ចឹងគាត់ក៏មិនមានផ្ទះខ្លួនឯងណាដែរគាត់ក៏បានទិញជូលតុបជូលមួយកន្លែងនៅខាងភ្នំពេញឯងជូលនៅម្នាក់ឯងបាទគឺគាត់ពីមុនគាត់ជួលបន្ទប់នៅជាមួយនឹងមិត្តភ័ក្តិរបស់គាត់មួយអ្នកធ្វើការជាមួយគ្នាអញ្ចឹងទៅគឺមកពីខេត្តដូចគ្នាតែមិត្តភ័ក្តិរបស់គាត់ក៏មានគ្រួសារអញ្ចឹងទៅគាត់ក៏បានចេញពីមិត្តភ័ក្តិរបស់គាត់មកនៅម្នាក់ឯងនៅចិត្តកន្លែងធ្វើការងារវិញម្ដងអញ្ចឹងពីពេលនោះមកគាត់និយាយថាការគាត់នៅផ្ទះជួលហ្នឹងណាបងប្អូននៅផ្ទះជួលហ្នឹងមិនអីទេបាទមិនអីទេនៅជាមួយមិត្តភ័ក្តិរបស់គាត់ហ្នឹងមានសេចក្តីសុខរហូតដល់រយៈពេល 4-5 ឆ្នាំទៅតែទើបតែថ្មីនេះទេមិត្តភ័ក្តិរបស់គាត់ការមានគ្រួសារទៅគាត់ក៏បានចេញពីមិត្តភ័ក្តិរបស់គាត់ហ្នឹងមកនៅម្នាក់ឯងគាត់ជួលបន្ទប់នៅម្នាក់ឯងហ្នឹងអស់រយៈពេលប្រហែលជា 2-3 ខែអត់មានរឿងហារ៉ាវអីកើតឡើងអីទេជាលក្ខណៈធម្មតាទេប៉ុន្តែដល់ថ្ងៃមួយបាទគាត់ធ្វើការចេញមកពីធ្វើការថ្ងៃសុក្របាទហើយថ្ងៃសៅរ៍អាទិត្យហ្នឹងក្រុមហ៊ុនរបស់គាត់អត់ធ្វើការទេអញ្ចឹងចេញមកពីធ្វើការថ្ងៃសុក្រហ្នឹងពេលវេលាម៉ោង 5 ម៉ោង 6 គាត់ដល់បន្ទប់រៀបចំអីវ៉ាន់ឲ្យអស់ហើយគាត់ក៏បានមិត្តភ័ក្តិរបស់គាត់អ្នកក្រុមការងាររបស់គាត់ហ្នឹងណាបាទមកទទួលនឹងរវល់គាត់ដើរលេងបាទដើរលេងទៅកន្លែងណាសប្បាយញ៉ាំអីជាមួយគ្នាជុំគ្នាទៅអញ្ចឹងដល់ពេលវេលាប្រហែលជាម៉ោង 11 ជាងគាត់បានចេញមកពីកន្លែងញ៉ាំអីហ្នឹងមកបន្ទប់ជួលរបស់គាត់វិញបាទពេលនោះដែរគាត់មកដល់កន្លែងមុខបន្ទប់ជួលរបស់គាត់ក៏បានចូលមកកន្លែងផ្ទះរបស់គាត់ណាព្រោះផ្ទះគាត់គឺមាន 3 ជាន់គាត់បាននិយាយចឹងណាផ្ទះគាត់មាន 3 ជាន់គាត់នៅជាន់ទី 2អញ្ចឹងពេលនោះដែរគាត់ដើរចូលមកកន្លែងបាទផ្ទះជួលរបស់គាត់ហ្នឹងណាបាទគាត់ត្រូវចុះដើរមកពីផ្លូវធំមកដើរចូលតាមផ្លូវតូចហ្នឹងទៅបាទហើយក៏គាត់មានអារម្មណ៍ថាពេលដែលគាត់ដើរចូលពីរបងផ្ទះគាត់ហ្នឹងមកបាទចង់ដើរចូលមកដល់កន្លែងដែលគាត់ស្នាក់នៅបងប្អូនបាទគាត់មានអារម្មណ៍ថាផ្លូវដែលគាត់ត្រូវដើរមកហ្នឹងគឺស្ងាត់ឈឹងតែម្ដងគឺម៉ោង 11 ជាងសោះជិត 12 សោះហេតុអីបានស្ងាត់ប៉ុណ្ណេះបាទគាត់គិតចឹងណាហើយគាត់មានអារម្មណ៍ថាភ័យខ្លាចដូចមានអ្នកណាគេដើរតាមគាត់ពីក្រោយខ្នងអញ្ចឹងបងប្អូនអញ្ចឹងក្រុមការងាររបស់គាត់ណាគេបានត្រឡប់ទៅវិញហើយគាត់តែគេជូនគាត់មកដាក់គាត់មកហើយគាត់ឃើញគាត់ដើរចូលនៅក្នុងផ្ទះជួលហ្នឹងណាបងប្អូនរបស់ផ្ទះជួលហ្នឹងគេក៏ទៅឆេឡានទៅវិញហ្នឹងទៅអញ្ចឹងគាត់ក៏បានដើរចូលមកបន្ទប់ជួលតែម្នាក់ឯងទេបងស្រីហ្នឹងណាបាទអញ្ចឹងទៅពេលនោះ
បងស្រីក៏បានដើរចូលបាទដើរចូលផ្ទះជួលរបស់គាត់ហើយគាត់ចាប់ផ្ដើមដើរឡើងទៅជាន់ទី2ទៅរកបន្ទប់របស់គាត់បងប្អូនអរគ្នារឿងរ៉ាវដែលបានកើតឡើងចំពោះបងស្រីចាប់ពីពេលនេះឯងបាទគាត់ចាប់ផ្ដើមឡើងទៅដល់ជាន់ទី1គាត់មានអារម្មណ៍ថាដូចមានមនុស្សម្នាក់ដូចមានអាណាគេអំពេកូននៅខាងជាន់ទី1ហ្នឹងអំពេម៉ោង11ជាងដល់12ហ្នឹងគាត់និយាយថាដូចមានអាណាគេអំពេកូនចឹងដល់ងឹមចេញមកឆ្កែលូមកងើមកគាត់ក៏មិនបានចាប់អារម្មណ៍ឯគាត់មានអារម្មណ៍ថាភ័យខ្លាចផងអញ្ចឹងក៏គាត់ចាប់ផ្ដើមរត់ឡើងលើជាន់ទី2មកបងប្អូនតោះគ្នាដល់ជាន់ទី2គាត់និយាយថាសំឡេងបំពេកូនកាត់ទៅលើខ្លាំងឡើងហើយគាត់ដើរទៅបន្ទប់របស់គាត់បន្ទប់របស់គាត់គឺនៅចុងអ៊ូចមួយខាងមួយទៀតអញ្ចឹងគាត់ដើរទៅបន្ទប់គាត់យ៉ាងលឿនបងប្អូនចង់ថាពេលនោះក៏រត់ផងគាត់ថាបានដែរអញ្ចឹងពេលនោះបងប្អូនបងស្រីគាត់ចាប់ផ្ដើមរត់ដើរទៅដល់បន្ទប់គាត់អញ្ចឹងពេលនោះដែរគាត់ឮសំឡេងដែលអំពេកូននោះល្ងើគាត់មិនដឹងថាមកពីខាងណាទេគាត់ឮតែសំឡេងហ្នឹងឲ្យឆ្កែលូល្ងើហ្នឹងឯងបាទសំឡេងដែលគាត់ស្ដាប់បានហ្នឹងគឺសំឡេងអំពេកូនច្បាស់តែម្ដងហើយឮសំឡេងក្មេងយំមែនតែម្ដងប៉ុន្តែបងប្អូននឹងស្រាមឲ្យគាត់ពេលហ្នឹងគាត់ក៏បានរត់ចូលចាក់សោទ្វារចូលទៅក្នុងបន្ទប់របស់គាត់បើកភ្លើងបើកអីហើយគាត់នៅតែឮសំឡេងដដែលបងប្អូនអ្នកគ្នាឮសំឡេងចេញមកពីជាន់ទី1មិនថាជាន់ទី1ឬក៏ជាន់ទី3គឺជាន់ទី2កន្លែងដែលគាត់នៅទេគាត់មិនដឹងថាសំឡេងនឹងមកពីណាទេតែគាត់ឮសំឡេងនឹងខ្លាំងឡើងទៅគាត់មើលទូរស័ព្ទរបស់គាត់ចូលទៅទឹកគាត់ថាលើខ្វល់ហើយក៏បើកភ្លើងចោលទៅបន្ទប់ទឹកបើកភ្លើងនៅក្នុងបន្ទប់បើកភ្លើងទាំងអស់នៅបន្ទប់គាត់ក៏ឡាចូលទៅក្នុងទឹកគាត់អីចេញទៅវិញគឺបាត់សំឡេងមួយហ្នឹងអញ្ចឹងណាអញ្ចឹងគាត់គិតថាប្រហែលជាសំឡេងបងប្អូននៅចិត្តបន្ទប់ហ្នឹងចិត្តបន្ទប់របស់គាត់ហ្នឹងប្រហែលជាគេអំពេកូនអីមើលទៅអីលោមានកូនខ្ចីកូនអីហ្នឹងទៅណាបាទអញ្ចឹងពេលនោះដែរគាត់ក៏ងូតទឹកងូតអីរួចចំសម្រាប់ហ្នឹងទៅពួកអីស្អែកអាសាអាទិត្យគេអត់ធ្វើការទេអញ្ចឹងកន្លែងគាត់អញ្ចឹងគាត់សម្រាប់ទៅសម្រាប់ក៏លងលក់ទៅដោយយ៉ាងរលូននៅយប់ហ្នឹងណាបាទអញ្ចឹងព្រលឹមឡើងប្រហែលជាម៉ោង8បានគាត់ភ្ញាក់ពីគេងម៉ោង8:09អញ្ចឹងគាត់រៀបចំលក់ទឹកគាត់អីចុះទៅផ្សារដើម្បីទិញអីវ៉ាន់ហូបវិញទៅគាត់ក៏បានចុះទៅក្រមហ្នឹងហើយគាត់ក៏បានស៊ូណាដែរណាបានស៊ូអីស៊ូណាណៃអីនឹងចិត្តហ្នឹងទេអញ្ចឹងគាត់ទៅផ្សារអីវ៉ាន់ទិញអីហើយអស់ហើយគាត់ក៏បានឡើងមកបន្ទប់របស់គាត់វិញហើយគាត់ជាចៃដន្យគាត់បានជួបអ្នកដែលមើលការខុសត្រូវនៅបន្ទប់ជួលនៅក្នុងបន្ទប់ជួលហ្នឹងមើលការខុសត្រូវហ្នឹងណាបាទអញ្ចឹងគាត់ក៏បានស៊ូថាអ្នកមើលការខុសត្រូវហ្នឹងបងថ្មីហ្នឹងមានអ្នកណាកូនខ្ចីឬក៏មានអ្នកណាត្រូវកូនក្មេងអីមកនៅជួលបន្ទប់របស់យើងទេបងមកទៅនៅអត់ចឹងណាគាត់ថ្មីមកនៅអត់ចឹងទៅម្ចាស់បន្ទប់អ្នកមើលការគាត់ត្រូវនៅហ្នឹងគឺគាត់បាននិយាយថាទេអូនដូចអត់មានទេអូនបាទដូចអត់មានទេអូនដូចអត់មានអ្នកណាម្នាក់មកកូនខ្ចីកូនអីដូចអត់មានទេអូននៅនេះអត់មានទេគឺមានតែខាងបងប្អូនដែលធ្វើការនៅខាងគ្រឹះស្ថាននឹងឯងឬក៏ក្រុមហ៊ុនឯកជននឹងឯងពួកគាត់នៅធ្វើការនឹងហើយនៅនេះគឺមានសម្រាប់ស្របល្អណាស់អូនអត់មានមកអ្នកណាគេមកនៅញ៉ៃទេអូនឯងដឹងស្រាប់ទេឯងមកប្រហែលខែពីខែហើយអញ្ចឹងឯងគួរតែដឹងហើយថាអត់មានអ្នកណាគេញ៉ៃឬក៏មានអ្នកណាគេកូនខ្ចីអីមកត្រូវកូនយំកូនអីទេអញ្ចឹងចាស់បន្ទប់គាត់និយាយអញ្ចឹងហើយក៏គាត់សួរបងស្រីថាអញ្ចឹងអនឯងមានបញ្ហាអីទេអូនឬក៏មានអ្វីមួយកើតឡើងចំពោះអនឯងហើយយប់មិញបងមើលកាមេរ៉ាទៅអនឯងមកប្រទេសម៉ោង11:07អូន
ở đây ta nè mẹ hay trong pha đột tận đa lên mẹ đi chẳng á và cột ban gì chẳng hay bóng sấy các bạn gì ta té bóng ở đây nhom mật phẹ bóng nhom đã tới ca một kia cột chun bóng chun nhom từ bùi nhom ta đa lên nhám ấy đây từ này nó hơi tinh tôi chẳng á bóng cột bàn chun nhom một bình chẳng á bóng và chẳng bóng sấy cột ban gì ta ở đây thế bóng ở miền ấy tê chẳng á trong bóng sấy cộtจับดามเก็บลงจัดไอ้ท่าสำลัยหนึ่งมาปีแหน่สำลัยหนึ่งมาปีแหน่กดใหญ่จังนะแบบถ้าสำลัยหนึ่งมาปีแหน่อัดมินโกนใช้อัดมินทำไมใหญ่นามาใหญ่ใหญ่เตะให้ได้บ้านสำลัยนั่งจังมาปีแหน่กดเก็บลงจัดแบบหนึ่งให้กดกับบ้านล้างเตะประตูจูบอกกดเว้นทอมดาให้กดเธอไอโฮมธรรมดาเตะโคตรเราตัดเป็นอย่างเงี้ยบางคนตัดเป็นอย่างเงี้ยเมียนมันเพียบบอกกดเตะมาแท้trong mà lên tụt quạt để chẳng thể vâng ổn bà trong mà lên tụt quạt nơi tụt chu và quạt trong từ mình nhắm ấy lên như từ thời hộp nhắm ấy lên như tử bà chẳng quạt của bạn gì tha ở đây tê màu nhắm ấy gì lên tới ba là đây tế chẳng bên đâu đấy bong say có đa cho tôm làm bài tu mình phẹt bọc quạt của ấy này cái lại nắngแต่หลังจากชูบกควอดทั้งบอสันจีนเนี่ยกลายมาเล้งคืออาโจมาเล้งมาตีbà to từ này không nắng trên thì giờ bàn bà trâu mà lấy bàn xong thấy quạt của bạn ở trên tư từ tu bom bật phèo bọc quạt này thực càng với kia nừng trâu mà không bật tục nừng thôi còn thời hốp cho mũi kia bom bồn ở kia sắp tay pe nông quạt thời hộp hay chỉ mong pram từ hoàng của mũi bờ lấy nắng quạt của bạn thời hộp hết quạt của bạn nhâm vì nhâm ấy sai cho mũi kia mũi trong càng nhiều bọc quạt tới hay trong càng nhiều bọc quạt cứ rất là say thì ọt miền pro mau thì nợ pe nữa hay chỉ pram nè thằng quạt thằng pram nè ăn tới của bạn hộp ấy chung nia nơi tụ bọc quạt thằng tới thôi có bạn sầm rạp bà màu mà đọc chiến của bạn hộp hỏi cô quạt mình nói mình phẹt bọc quạt đến từ kia tê rồi tha sầm rạp nó tới đi chẳng từ admin chụp ảnh 2 tê tụ ảnh thông này ai chẳng từ chẳng pe nó này mình phẹt bọc quạt cô ọt bạn từ kia bình tì tay quay đại rương hai đại quạt thay rồi thôi cùi khai thì cả lại là bên ngày bong bồn đặc nghĩa và nó bên ngày nó vốn chăng bên nó mất phẹ bọc quạt mà nè say bà mất phẹ bọc quạt mà nè say cô bạn thì trong ấy ván bà ấy ván đại quạt khô có hai giờ đi trong tục chuột ấy tới cuộc quạt bù nè nắng cô bạn cũng vẫn nói bà vẫn hay đi đây trên khu này bàn tay đỏ màu màn đọc chi chụp pin đó cột này gì trong tục một quạt ở hai chặt một tục đã bom xây nữa quạt đi cả hai trong nơi so tầm mật phẹt quạt mùi thì để nơi mùi thịt mà chẳng quạt ở toàn đế tế quạt một tật hai quạt của bán xùm ra cho tủ sáp hay có bên đó là quạt của bán đưa xùm lấy của thuyền tung bay đòn bằng bồn đặc biệt bay đòn thấy quad của bạn là vậy tha su tha này nè kì có admin này nè top tí quad còn bảo thuyền này lúc ấy ở dục đang làm với tao mong mà đọc in đọc với cái cô thuyền cứ bạn thì ở điện trắng sạp tại ngàn tích quad con tầm mơ rương mơ tiktok ấy tiktok đặt cái hàng sạp đặt cái hàng tay mật phẹt bỏ bom xoay nữa nè quad của bạn lư sầm lấy cô thuyền tung thì này bay đòn thì này quad ở bạn ọt bán quad của bạn bao thuyền quad của bạn bao thuyền admin khơi nhà na tỷ bao thuyền đó này trong admin khơi nhà na đó một chẳng bên trong này mật phẹo bỏ bom xoay quad chập đám phơi ấy quad chập đám khai thà chôm này na khi một cô thuyền này chẳng pe quad chẳng là quad cật chó na thằng lô miền Bắc ngày tới ai mẹ nè nơi đang phóng ai mẹ mà bị chủng ngày phóng tới nhà mà lên ai thôi mà thôi ai tại thật là say phong giờ tới bên ông này bom say mình phải bom say còn mà đặt bom say cho thằng đặt hiện lang nghe chắc là bên ông này bom say chặt tôm nó còn quật nhẹ một ồn hiện nó mi nó mỡ thang say nha hai miếng lưỡi mẹ anh lư này nè cái cô thuyền pi đôi mình để anh lên thì pi nó anh bạn thuyền tới còn mình khơi chơi ọt mình khơi này nè cái cho cô thuyền ấy tới từ tê mà anh su quật slau đây đơn này nè tê pi nó ạ bong bồn đặc nè bong say nó bong chặt tục hay nó mình phẹt bỏ khóa đó nè mà
បងចាក់ទុកនឹងមិត្តភក្តិរបស់គាត់បាននិយាយគ្នាថាហើយកុំខ្វល់ដេកទៅមិនដំថយដេកទៅអញ្ចឹងមកពេលនោះគាត់បិទទូរស័ព្ទបិទអីហើយគាត់ក៏បានបិទទ្វារបិទអីវិញដេកមកតាមដាក់មិនតន់ដេកដាក់ខ្នងដល់ពូផងមកបងប្អូនអ្នកគ្នាស្រាប់តែមានកូនទ្វារទុង4 5ដងអញ្ចឹងពេលនោះម្នាក់3នាក់ទៀតគឺស្វងដេកអស់ហើយគេមិនខ្វល់ទេស្វងដេកឲ្យដាស់គុំញាក់ដែរអញ្ចឹងសល់តែ2នាក់ម្ដងចាស់ទុកឲ្យមិត្តភក្តិរបស់គាត់ទេអញ្ចឹងគាត់បើកទ្វារស្រាប់តែបើកទ្វារផ្លែតគាត់អត់មានឃើញទេគាត់ក៏បានចេញមកក្រៅគាត់បានឮសំឡេងបងស្រីទាំងមិត្តភក្តិរបស់គាត់បានឮសំឡេងមកបានឮសំឡេងធ្ងោមកបានឮសំឡេងធ្ងោហើយនឹងសំឡេងអំពេលកូនហើយនឹងក្មេងយំស្រាប់តែឮសំឡេងបែបហ្នឹងហើយមិត្តភក្តិរបស់គាត់ក៏សួរថាហីស្មោះនេះមានក្មេងណាយំណាគេអំពេលកូននេះស្មោះនេះហើយមកខាងគេដេកពូណាបងម្ចាស់ទៅគាត់និយាយថានៅចិត្តនេះកន្លែងនេះអត់មានក្មេងយំទេអត់មានអ្នកណាមានកូនខ្ចីទេសិតតែអ្នកនៅកន្លែងនេះគឺសិតតែអ្នកធ្វើការដេកប្រពន្ធហើយនឹងនៅម្នាក់ឯងបន្ទប់គេល្អអញ្ចឹងណាបងប្អូនអញ្ចឹងថាមិត្តភក្តិរបស់គាត់ហ៊ីហើយចុះសម្លេងពេលកូនមកពីណាឯងស្រាប់យូរទៅកាន់ចិត្តទៅមិនដឹងទេបាត់ហើយវាអត់ឃើញមានមនុស្សនៅបន្ទប់ណាអញ្ចឹងសូមបញ្ជាក់បងប្អូនបន្ទប់ហ្នឹងដូចលក្ខណៈខណ្ឌដោអញ្ចឹងវានៅឆ្ងាយពីគ្នាអញ្ចឹងណាអញ្ចឹងពួកគាត់និយាយគ្នាអញ្ចឹងបែបហ្នឹងគាត់ជួយណែមានរឿងអីមែនណាបងស្រីម្ចាស់បន្ទប់គាត់ថាឥឡូវគិតច្រើននេះមិនជុំទុកស្រាប់តែពេលហ្នឹងបងប្អូនគ្នាគាត់ក៏បានដើរចូលបន្ទប់វិញហើយគាត់មិនបានងាកមើលខាងក្រោយទេងាកមើលខាងក្រោយដល់2នាក់គាត់ដើរចូលក្នុងបន្ទប់វិញមិត្តភក្តិរបស់គាត់ហេតុអីឆ្ងល់ហេតុអីបានបន្ទប់នឹងមិនបើកភ្លើងគាត់ថាខ្លាចរំខាន3នាក់ទៀតនឹងគេងបងប្អូនស្រែតន់ណាខ្លាចរំខានមិត្តភក្តិរបស់គាត់នឹង3នាក់គេង3នាក់នឹងគេងអញ្ចឹងទៅពេលហ្នឹងដែរគាត់ក៏បានដើរចូលក្នុងបន្ទប់ទៅដេកកន្លែងរៀងខ្លួនទៅមិត្តភក្តិរបស់គាត់ថាអញមិនហ៊ានទៅដេកនោះទេអាចដេកនេះមួយឯងហើយអញសុំដេកអោបឯងហើយអញមានអារម្មណ៍អត់ស្រួលទេបន្ទប់ឯងស្អីទេរីផ្លែកមិនដឹងទេអញ្ចឹងពេលនោះដែរបងប្អូនពេលដែលគាត់ដេកបងស្រីចាស់ទប់ឲ្យមិត្តភក្តិរបស់គាត់ដេកបងប្អូនដេកលក់ដេកផ្លឹបមិត្តភក្តិរបស់គាត់ម៉ោង7:01ហើយគាត់មើលម៉ោងទូរស័ព្ទ7:01អត់ដេកទេនៅលេងទូរស័ព្ទនៅចុចមើលទូរស័ព្ទថាបងស្រីចាស់ទប់ថាឯងដេកហើយកណាដេកនេះដេកលក់បាក់ខ្លាចហើយហើយកណាដេកណាហើយកណាដេកអានេះហើយនឹងយប់ស្មោះហ្នឹងហើយដេកអត់ដេកហើយញ៉ាត់ខោចលងគាត់និយាយចឹងណាហើយបងស្រីបងមិត្តភក្តិរបស់បងចាស់ទប់ហ្នឹងណាគាត់និយាយថាអ្នកលេងទូរស័ព្ទហ្នឹងថាខ្លាចខ្មោចលើលោកនេះមានខ្មោចដែរមែនគាត់និយាយតែប៉ុណ្្នឹងហើយថាបងស្រីចាស់ទប់ឯងលេងមិនអាចដេកទៅម៉ែខ្នងដេកឯងលេងហ្នឹងស្រាប់តែលេងយូរដេកមិនទាន់បានប្រមាណផងបងស្រីនេះគាត់តែស្រែកវាស់ហ្មងស្រែកវាស់បើអើយវិញហ្នឹងហ្មងបើបងម្ចាស់ទុកហ្នឹងហ្មងហើយមិត្តភក្តិរបស់បងស្រីបងម្ចាស់ទុកហ្នឹងមួយទៀតភ្ញាក់ដែរថាឯងមានរឿងអីមែន2នាក់ទៀតដេកលក់ដូចខ្លោចងាប់ចឹងថានិយាយចឹងណានិយាយចឹងចុះអញ្ចឹងបងស្រីម្ចាស់ទុកក៏សួរថាមានអីមែនបងស្រីហ្នឹងតែមិត្តភក្តិរបស់បងស្រីម្ចាស់ទុកហ្នឹងបងប្អូនចង្អោទៅទូដែរដាក់ថាគាត់ហ្មងចង្អោទូថាមិនមានមនុស្សស្រីបើកូននៅលើទូនឹងឲ្យតម្លាក់ជើងមកឲ្យភ្នែកសម្លក់មកគាត់ហ្មងភ្នែកសម្លក់សក់ថាភ្នែកសម្លក់មកគាត់គួរឲ្យខ្លាចចោលឃាតគាត់ចឹងឲ្យភ្នែកឡើងសុទ្ធឈាមហ្មងហើយសក់តម្លាក់មកវែងមែនតែនហ្មងគួរឲ្យខ្លាចណាស់គាត់ថាគួរឲ្យខ្លាចខ្លាំងណាស់បងស្រីម្ចាស់ទុកតាំងថ្ងៃព្រឹករឿងមើលរឿងខ្មោចទូរស័ព្ទទេអីអញព្រើភ្នែកទេអញមិនព្រើភ្នែកទេអញឃើញច្បាស់ក្នុងភ្នែកតែម្ដងអញ្ចឹងពេលហ្នឹងបងប្អូនអ្នកគ្នាគាត់ក៏បានទៅបើកភ្លើងឈូដៃទៅបើកភ្លើងភ្លឺពេញបន្ទប់ភ័យក្បាស់ទាំងអស់គ្នាឡើងមកទាំងអស់គ្នាមកទាំង5នាក់ដើរភៀកទាំងអស់គ្នាហើយម្នាក់គឺពមើស្រវឹងអស់ហើយថាថៃមានរឿងអីមែនមានរឿងអីមែន
បងស្រីម្ចាស់តុបគាត់ថាអាមួយនេះឃើញខ្មោចនៅក្នុងបន្ទប់អញនៅឯឯងយកហើយអញមិនដែលឃើញស្អីផងហើយមើលសម័យស្អីបងពេលហ្នឹងដែរម្នាក់ក៏ថាអូយមើលរឿងអីច្រើនពេកហើយអញមួយដេកម្នាក់ក៏បានរៀបចំដេកទៅវិញទៅប៉ុន្តែបងស្រីដែលបានឃើញរឿងដែលបានឃើញហេតុការហ្នឹងណាតែបងស្រីដែលបានឃើញហ្នឹងគាត់មិនដេកទេគាត់និយាយមែនគាត់សឹកនៅខ្ជិលជាមួយនឹងមិត្តភ័ក្តិបងស្រីម្ចាស់ផ្ទប់ហ្នឹងគាត់និយាយថាអញឃើញមែនអញឃើញខ្មោចមែនអញឃើញច្បាស់តែអញឃើញអញមើលទូរស័ព្ទអញដាក់ទូរស័ព្ទចុះអញសម្លឹងទូអញឃើញស្មៅអញឃើញច្បាស់តែមកឬស្រីស្លៀកពាក់ឈុតបារាណពើកូនទៀតហើយសក់វើភ្នែកគួរខ្លាចខាងណាពេលហ្នឹងដែរបងស្រីម្ចាស់ផ្ទប់ក៏បាននិយាយថានៅឈាមគេនៅបិទភ្លើងត្រប់ភួយឲ្យចិត្តកុំមាត់ដេកទៅហ្នឹងហើយស្រាប់តែដេកបងប្អូនដេកទៅក៏លឺសំឡេងក្រេះអំពីកូនមកបណ្ណាទៀតដែរបងស្រីហើយមិត្តភក្តិរបស់គាត់ពីរនាក់ដេកលក់ទេមកយប់នឹងដេកលក់ទេគាត់នៅតែភ័យនៅតែខ្លាចចឹងណាអញ្ចឹងពេលនោះដែរគាត់ចាប់ផ្ដើមមានអារម្មណ៍ថាដូចមាននរណាម្នាក់មកកេះជើងគាត់បងស្រីចាក់ទប់ហើយទាំងពីរនាក់ហ្នឹងបងប្អូនលឺសំឡេងក្រេះសំឡេងពេលកូនដូចគ្នាដូចទៀតណាលឺទេណាអត់បាត់ទេបងប្អូនអញ្ចឹងពេលនោះដែរបងស្រីចាក់ទប់ហើយនឹងមិត្តភក្តិរបស់គាត់និយាយថាហើយដូចមានអារម្មណ៍ថាជាក់ជើងចាក់ដៃអត់ទេលឺដូចនរណាគេគោះទ្វារឬក៏នរណាគេដើរអីនៅប្រឹងជើងនៅក្រោមជើងឯងមិនដឹងទេហើយលឺសំឡេងពេលកូនងឺមិននៅជាប់ខ្ជិមិនដឹងទេគាត់ក៏តែប៉ុណ្្នឹងនិយាយប៉ុណ្ណឹងបងប្អូនអ្នកគ្នាពេលហ្នឹងដែរបងប្អូនគាត់ក៏បាននិយាយថាមិនមានអីទេដេកទៅអញ្ចឹងគាត់ក៏បានគិតក្នុងចិត្តថាកុំមកធ្វើបាបលើម្លាយឯពួកគាត់ទៅគាត់សុំសុកទេអញ្ចឹងណាអញ្ចឹងទៅពួកគាត់ក៏បានសងំយូរទៅក៏គេងលក់អញ្ចឹងទៅអញ្ចឹងពេលដែលគេងលក់ភ្ញាក់ឡើងបងប្អូនប្រហែលជាមក7:08បាត់ហើយបាទភ្ញាក់ឡើងពួកគាត់ក៏បានម្នាក់ក៏ភ្ញាក់ដូចគ្នាអញ្ចឹងម្នាក់ក៏ឡើងទៅលុបមុខលុបអីហើយក៏បាននិយាយថាអញទៅផ្ទះអញវិញហើយអញចោលដេកចោលបន្ទប់មកយប់ហើយអញ្ចឹងម្នាក់ក៏បានរៀបចំចេញវិញប៉ុន្តែនៅសល់តែមិត្តភក្តិរបស់គាត់មួយទេដែលជួបហេតុការណ៍យប់មិញជាមួយគ្នាថ្ងៃគាត់ក៏បាននិយាយថាប្រាប់បងចិត្តទុកថាហែងមើលទៅដោបន្ទប់ហ្នឹងអញអត់ស្រួលទេយប់មិញលេងអញសាហាវអញអត់ចង់មកទេបន្ទប់ឯងហ្នឹងអញ្ចឹងពេលនោះដែរគាត់ក៏បានដើរចេញទៅគាត់ក៏ចេញទៅបន្ទប់របស់គាត់វិញបងប្អូនគឺចាស់បន្ទប់ក៏បាននិយាយចាស់បន្ទប់នៅឯម្ចាស់ទុកក៏បានចូលទៅក្រោមហើយក៏បាននិយាយស៊ូបងអ្នកអមេរិកាថាតើបងអមេរិកាបងឲ្យប្រាប់ខ្ញុំឲ្យច្បាស់ថាបន្ទប់របស់បងមានរឿងអីអត់ពីមុនគាត់ក៏បាននិយាយរីប្រពីដើមតថាពីមុនគឺមានមែនអូនមានខ្មោចចងកមួយបងមានខ្មោចចងកបាទមានខ្មោចចងកនៅនឹងឯងណាជាមនុស្សស្រីអូនអញ្ចឹងពេលនោះដែរគាត់ក៏បាននិយាយថាបងមើលការមានការចាក់បន្ទប់មកមើលការគាត់ត្រូវបន្ទប់ហ្នឹងណាគាត់ក៏បាននិយាយថាអនឡាញជួបរឿងអីមែនឬអីរឿងហ្នឹងវាបាត់យូរហើយវាដែរណាគេជួបអីរឿងអីទេអូនថាជួបបងមិត្តភក្តិរបស់ខ្ញុំជួបមិញផឹកស៊ីហ្នឹងដេកនៅហ្នឹងគាត់បានជួបឃើញមនុស្សស្រីនៅក្នុងបន្ទប់របស់ខ្ញុំហ្មងបងពើកូនហ្មងបាទនៅឈរលើទូដាក់កៅខ្ញុំតែម្ដងបងចឹងពេលនោះដែរគាត់ក៏បាននិយាយថាសម័យទៅអនឡាញនៅសារនៅមកយកទៀតមើលមិនពេញចឹងណាបងមេការអ្នកមើលការគាត់ត្រូវបន្ទប់ហ្នឹងគាត់និយាយចឹងហើយបងស្រីហ្នឹងក៏គាត់និយាយថាចឹងរឿងរ៉ាវវាយ៉ាងម៉េចបងរឿងរ៉ាវហ្នឹងវាកាត់យូរនៅខាងកាត់យូរអូនដល់2010មកម្ល៉េះណោះតាំងពីបន្ទប់ជួបងតាំងពីបន្ទប់ជួហ្នឹងខ្ញុំក៏សាងឡើងហើយថ្មីអូនអញ្ចឹងណាបាទមានមិត្តស្រីម្នាក់ហ្នឹងមកចងកសម្រាប់ខ្លួនហ្នឹងទៅពេលនោះដែរក៏មានបញ្ហាកើតឡើងច្រើនដែរអូនគេតែគេមកមុនលោកមុនអីមកដោះហួចទៅហើយអត់មានអីញ៉ៃញ៉ៃទេតែពេលនោះមកដល់ពេលនេះបាទមិនដែលឃើញមានរឿងអីទេអូនអញ្ចឹងបងស្រីហ្នឹងក៏បានសម្រេចចិត្តនៅតបងប្អូនហ្នឹងហើយនៅតអញ្ចឹងពេលនោះដែរបងស្រីចាក់ទុកគាត់ក៏បានឡើងទៅបន្ទប់របស់គាត់ក៏បានរៀបចំខ្លួននៃរៀបចំរបស់របរអីទាំងអស់បាទរៀបចំរបស់របរអីទាំងអស់ហ្នឹងគាត់ក៏បានសម្រេចចិត្តថានៅបន្តគីឡូវាអត់មានរឿងអីអញ្ចឹងពេលនោះដែរបាទ
ពេលដែរគាត់ក៏បានដេកលក់បាទដេកលក់បងប្អូនដេកលក់ទាំងថ្ងៃហ្នឹងប្រហែលជាម៉ោង12 10គាត់ដេកលក់ព្រៃគាត់អត់យូរមិញគាត់អត់ងុយច្រើនមិត្តភក្តិគាត់មកលេងអញ្ចឹងទៅបាទអញ្ចឹងពេលនោះដែរពេលទាំងថ្ងៃមកបងប្អូនគ្នាពេលនោះដែលពេលគាត់ដេកលក់បងប្អូនគាត់ដូចតែមើលសម័យស្មៅសម័យអីមិនចឹងទេគាត់ក៏បានស្មៅសម័យដូចស្មៅសម័យមិនបន្តិចដូចយូរសបន្តិចពិតប្រកបបន្តិចទេគាត់ក៏បានឃើញមនុស្សស្រីស្លៀកពាក់សបាទស្លៀកពាក់សពើកូនហើយក៏បាននិយាយទាំងមុខបាទមុខសក់របស់គាត់តម្លាក់មកហើយនិយាយថាឆាប់ចាក់ចេញពីបន្ទប់នេះទៅខ្ញុំមិនចង់ឲ្យអ្នកនៅទីទេពួកខ្ញុំពិបាកណាស់ពេលអញ្ចឹងណាតែខ្ញុំមិនចង់ឲ្យអ្នកនៅទីនេះទីទេបើអ្នកមិនចេញទេខ្ញុំនឹងធ្វើបាបអ្នកអញ្ចឹងគាត់តែប៉ុណ្្នឹងបងប្អូនគេដេញចេញអញ្ចឹងពេលនោះដែរបងស្រីកែកមួយគេថាខ្ញុំអត់ទៅណាទេខ្ញុំអត់ទៅណាទេអញ្ចឹងពេលនោះដែរបងប្អូនស្រាប់តែខ្មោចហ្នឹងបងប្អូនលូកមកច្បាច់កគាត់ហ្មងគាត់និយាយអញ្ចឹងណាលូកមកច្បាច់កគាត់ហ្មងលូកមកច្បាច់កខាងបូននាងឯងមិនចេញទេនាងឯងងាប់នៅកន្លែងហ្នឹងចាំនៅកន្លែងហ្នឹងជួខ្ញុំនឹងចេញទៅអញ្ចឹងពេលនោះដែរបងប្អូនបងស្រីនឹងចាត់ទុកថាអូខេខ្ញុំចេញសូមដោះលែងខ្ញុំទៅខ្ញុំចេញនិយាយអញ្ចឹងនិយាយចេញទៅគាត់ក៏ដាស់ក៏ភ្ញាក់ឡើងខ្លួនព្រឹតឡើងអង្គុយមកបាទឡើងអង្គុយមកគាត់ប្រហែលមើលមកប្រហែលជាម៉ោង3ពេលហ្នឹងណាបាទពេលហ្នឹងដែរម៉ោង3ថ្ងៃអាទិត្យបាទម៉ោង3ថ្ងៃអាទិត្យទៅហើយអញ្ចឹងពេលណាគាត់មិនដឹងថាសម្រាប់ចិត្តថាតនៅណាទេព្រោះបន្ទប់ក៏គាត់មិនទាន់បានអញ្ចឹងណាអញ្ចឹងគាត់ក៏បានសម្រាប់ចិត្តតែមិត្តភក្តិរបស់គាត់ទាំងអស់គ្នាតែ5នាក់ហ្នឹងថាបន្ទប់ណាតនេះអត់អញ្ចឹងមានមនុស្សមួយមានមិត្តភក្តិរបស់គាត់មួយដែលយកមិញដែលគេលើដែលគេមកលេងគាត់ជាមួយគ្នាហ្នឹងណាគាត់ថាតនេមកផ្ទះគាត់តនេអីទេមកលេងផ្ទះគាត់បានដេកផ្ទះគាត់បានអញ្ចឹងបងស្រីក៏គាត់សម្រាប់ចិត្តរើបន្ទប់ទាំងម៉ោង3រៀបភ្លឺនឹងណាម៉ោង3ល្ងាចហ្នឹងហ្មងគាត់រើចេញហ្មងឲ្យមិត្តភក្តិរបស់គាត់ហ្នឹងមកយកអីក៏សួរថាវានឹងអីថាអញដេកទាំងយល់សពថាគេដេញអញចេញពីបន្ទប់ហ្នឹងគេច្បាច់កអញបើសិនជាអញចេញទេគេយកអញមកនៅកន្លែងហ្នឹងគេទៅវិញគេចេញចឹងតែអញសម្រត់ចិត្តចេញហើយអញសុំតែនៅជាមួយឯងមួយរយៈពេលមើលតែអញរកកន្លែងនៅបានចឹងតែមិត្តភក្តិរបស់គាត់ធ្វើការមួយគ្នាហ្នឹងគាត់ថាមិនបាច់តាណាទេនៅមួយអញទៅព្រោះអញនៅម្នាក់ឯងទេអញគ្មានអីទេចឹងពេលនោះដែរគាត់ក៏បានរើអីវ៉ាន់ទៅនៅជាមួយនឹងមិត្តភក្តិរបស់គាត់រឿងរ៉ាវហ្នឹងគឺចប់បានតែប៉ុណ្្នឹងទេបងស្រីគាត់បាននិយាយតែប៉ុណ្្នឹងទេហើយរឿងរ៉ាវហ្នឹងគាត់បានបញ្ជាក់ថាឆ្នាំណាហើយគាត់ក៏មិននិយាយឈ្មោះគាត់ដែរបាទមិននិយាយឈ្មោះគាត់ដែរអញ្ចឹងខ្ញុំហៅថាបងស្រីម្ចាស់ទុកនោះទៅអញ្ចឹងសង្ឃឹមថាបងប្អូនស្ដាប់យល់ទាំងអស់គ្នាណាបាទអរគុណច្រើនបងប្អូនទាំងគ្នារឿងរ៉ាវរបស់បងគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនដែលបងបានចែករំលែករឿងរ៉ាវរបស់បងឲ្យខ្ញុំបាទយកមកនិយាយហើយក៏បានអរគុណបាទអរគុណច្រើនអត់មានអីទេបាទហ្នឹងហើយជួបគ្នានៅក្នុងវីដេអូខាងក្រោយបងប្អូនទាំងគ្នាសូមបងប្អូនជួយ follow និង follow page របស់ខ្ញុំម្នាក់មួយផងកុំភ្លេចជួយចុច channel YouTube របស់ខ្ញុំម្នាក់មួយផងបងប្អូនទាំងគ្នាជាកម្លាំងចិត្តខ្ញុំអរគុណច្រើនជម្រាបលាបងប្អូនជួបគ្នានៅក្នុងវីដេអូខាងក្រោយបងប្អូនអរគុណ